ឡើងមកទៀតហើយចម្ងាយ150ម៉ែត្រមានបោះគោលតាមផ្លូវដួតមុននៅខាងឆ្វេងដៃមានតួប្រាសាទទោលតូចមួយឡើងមក150ម៉ែត្របានមកដល់ខ្លោងទ្វារនៃគោបុរៈទី3មានសិលាចារឹកដែលនិយាយអំពីការកសាងប្រាសាទគឺនៅក្នុងជំនាន់រាជការព្រះបាទសូរ្យវរ្ម័នទី1ប្រហែលជាទីកន្លែងអ្នកចូលទៅបួសគេឲ្យតាំងសិលាគេឲ្យរៀនធម៌នៅទីកន្លែងនេះចូលផុតពីខ្លោងទ្វារនៃគោបុរៈទី3មកនេះនៃចន្លោះពីខ្លោងទ្វារនៃគោបុរៈទី3និងខ្លោងទ្វារនៃគោបុរៈទី2មានផ្លូវដើរប្រហែល40ម៉ែត្រផ្លូវដើរ40ម៉ែត្រនេះឯងដែលមានធ្វើជានាគបើកពោពេលដូចជាបង្កាន់ដៃហើយនឹងបោះគោលតាមផ្លូវនេះផងដែរយើងដើរតាមផ្លូវនាគមកបានមកដល់ខ្លោងទ្វារនៃគោបុរៈទី2មកដល់ខ្លោងទ្វារនៃគោបុរៈទី2ប្រាសាទបែរមុខទៅទិសខាងជើងនៅទិសខាងលិចឬក៏នៃស្ដាំដៃមានអគារមួយនៅខាងឆ្វេងដៃមិនមានទេអគារនេះឯងប្រហែលគេទុកឲ្យសម្រាប់ឥសីធំសំណាក់ឬក៏តាំងសិលានៅត្រង់កន្លែងនេះចម្ងាយពីខ្លោងទ្វារនៃគោបុរៈទី2ទៅដល់ខ្លោងទ្វារនៃគោបុរៈទី1នោះមានប្រមាណពី40ម៉ែត្រទៅ50ម៉ែត្រគេត្រូវដើរឆ្លងខ្លោងទ្វារនៃគោបុរៈទី2នេះទើបទៅដល់ព្រាំងប្រាសាទចុងក្រោយបង្អស់ដែលស្ថិតនៅលើកំពូលភ្នំខ្ពស់ជាងគេទីតាំងដែលធ្វើប្រាសាទនៅលើកំពូលភ្នំខ្ពស់ជាងគេនោះមានកម្ពស់525ម៉ែត្រកន្លែងនេះឯងគឺគេជាកន្លែងដែលប្រហែលគេដាក់លិញដែលគេថាជាអាទិទេពប្រចាំប្រាសាទព្រះវិហារបើយើងគិតតែតួប្រាសាទធំចុងក្រោយនេះគឺមានទំហំ35ម៉ែត្រគុណនឹង45ម៉ែត្រតែប៉ុណ្ណោះហើយបើយើងដើរទៅខាងក្រៅប្រាសាទហ្នឹងប្រយ័ត្នព្រោះនឹងដល់ចុងភ្នំហើយគឺកន្លែងដែលចោតហើយផុតត្រាំប៉ុណ្ណឹងដូច្នេះចុងខាងក្រៅនេះឯងប្រហែលគេទុកលិញអាទិទេពឈ្មោះស្រីសេខរិស្វរៈនោះមកដល់ឆ្នាំ2008នេះមានបាត់បង់ក៏ច្រើនបាក់បែកក៏ច្រើនអ្វីដែលនៅឃើញសល់សប្តាហ៍ថ្ងៃនេះយើងមើលទៅតាំងពីក្បាច់ចម្លាក់គួរឲ្យស្រឡាញ់ជាទីបំផុតពីព្រោះស្អាតណាស់ធ្វើល្អខ្លាំងណាស់សវនកម្មសាធារណៈនៃតុលាការអន្តរជាតិទីក្រុងឡាអេឆ្នាំ1961និងឆ្នាំ1962ដែលសមាភិបចូលរួមតវ៉ាមានដូចជាឯកឧត្តមទ្រឹងកាំងជាសមាជិកឧត្តមក្រុមប្រឹក្សាព្រះរាជបល្ល័ង្កមេធាវីរបស់កម្ពុជាមាន3រូបលោកឌីនអាជេសិនសមាជិកស្ម័គ្រការនៃតុលាការកំពូលសហរដ្ឋអាមេរិកលោករ៉ូសេពីនតូសាស្ត្រាចារ្យមហាវិទ្យាល័យនីតិសាស្ត្រក្រុងបារីលោកប៉ូលរ៉ូទ័រសាស្ត្រាចារ្យមហាវិទ្យាល័យនីតិសាស្ត្រក្រុងបារីសាក់សីលោកស៊ូនប៊ុនអភិបាលខេត្តកំពង់ធំពីឆ្នាំ1948ដល់ឆ្នាំ1954សេចក្តីថ្លែងការណ៍របស់ឯកឧត្តមទ្រឹងកាំងក្នុងសវនកម្មនៅថ្ងៃទី5ខែមីនាឆ្នាំ1962ពេលព្រឹកលោកប្រធានអស់លោកចៅក្រមសម្រាប់នីតិបច្ចុប្បន្នសេចក្តីសន្និដ្ឋាននៃព្រះរាជាណាចក្រកម្ពុជាមានដូចតទៅសូមមេត្តានិយាយនឹងវិនិច្ឆ័យថាខ្សែបន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជានិងថៃនៅក្នុងតំបន់ភ្លំដងរែកគឺជាខ្សែបន្ទាត់ដែលបានគូសនៅលើផែនទីរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀមនិយាយនឹងវិនិច្ឆ័យថាប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីជាអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជានិយាយនឹងវិនិច្ឆ័យថាព្រះរាជាណាចក្រថៃត្រូវដកទាហានដែលបានបោះទីតាំងនៅក្នុងទឹកដីកម្ពុជាតាំងពីឆ្នាំ1954នោះចេញពីប្រាសាទព្រះវិហារវិញនិយាយនឹងវិនិច្ឆ័យថារូបចម្លាក់សិលាចារឹកថ្មប្រាសាទនិងវត្តផ្សេងៗទៀតដែលអាជ្ញាធរថៃបានយកចេញពីប្រាសាទព្រះវិហារតាំងពីឆ្នាំ1954នោះរដ្ឋាភិបាលថៃនឹងត្រូវប្រគល់ឲ្យកម្ពុជាវិញតុលាការជំរះរឿងក្តីនៅថ្ងៃទី15ខែមិថុនាឆ្នាំ1962សម្រាប់ឲ្យខ្មែរបានទទួលជ័យជំនះក្នុងរឿងក្តីនេះដំបូងប្រទេសថៃបានបដិសេធចំពោះសាលក្រមរបស់តុលាការក្រុងឡាអេប៉ុន្តែនៅទីបញ្ចប់គឺនៅថ្ងៃទី21ខែមិថុនាឆ្នាំ1962លោកសេនាប្រមុខសេរីតថ្លែងថាប្រទេសលោកលំអរកាយទទួលយកសេចក្តីសម្រេចរបស់តុលាការអន្តរជាតិដើម្បីគោរពតាមកិច្ចសន្យារបស់ខ្លួនចំពោះធម្មនុញ្ញសហប្រជាជាតិ
នៅថ្ងៃទី5ខែមករាឆ្នាំ1963សម្ដេចព្រះបាទនរោត្តមសីហនុជាប្រមុខរដ្ឋដាក់អំព្រះរាជដំណើរដោយព្រះសង្ឃនិងឥស្សរជនខ្មែរជាច្រើនរូបបានយាងនិមន្តនិងអញ្ជើញឡើងកាន់កាប់ប្រាសាទព្រះវិហារជាផ្លូវការឡើងវិញដោយមានការប្រារព្ធពិធីយ៉ាងឱឡារិកកាលបរិច្ឆេទសំខាន់ៗថ្ងៃទី15ខែមិថុនាឆ្នាំ1962ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិនៃទីក្រុងឡាអេបានសម្រេចឲ្យភាគីកម្ពុជាឈ្នះក្តីលើប្រាសាទព្រះវិហារលើភាគីថៃថ្ងៃទី7ខែកក្កដាឆ្នាំ2008អង្គការ UNESCO បានសម្រេចដាក់ប្រាសាទព្រះវិហាររបស់កម្ពុជាចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅក្នុងសម័យប្រជុំលើកទី32នៅទីក្រុង Quebec ប្រទេសកាណាដាក្រោមសេចក្តីសម្រេច 32:9B ថ្ងៃទី10ខែតុលាឆ្នាំ2006រាជរដ្ឋាភិបាលកម្ពុជាមានស្នើសុំប្រាសាទព្រះវិហារចុះក្នុងបញ្ជីរបស់អង្គការ UNESCO ថ្ងៃទី30ខែខែមិថុនាឆ្នាំ2006បញ្ជូនសំណុំឯកសារសម្រេចទៅមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក UNESCO ប៉ារីថ្ងៃទី23ខែកក្កដាដល់ថ្ងៃទី2ខែកក្កដាឆ្នាំ2007កិច្ចប្រជុំលើកទី31របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅ Christchurch ប្រទេស Nouvelle-Zélandeថ្ងៃទី11ខែសីហាឆ្នាំ2008កម្ពុជាបានផ្ញើលិខិតទៅអង្គការសហប្រជាជាតិនៅក្រុងញូវយ៉កដើម្បីសូមអន្តរាគមន៍អង្គការសហប្រជាជាតិឲ្យមានយន្តការអន្តរជាតិដើម្បីដោះស្រាយជំនួបព្រំដែនខ្មែរថៃមុំជាប់ប្រាសាទព្រះវិហារថៃបានបង្កើតផែនទីជាឯកតោភាគីមានទំហំ4ដូច6គីឡូម៉ែត្រការ៉េជាប់នឹងប្រាសាទព្រះវិហារថាជារបស់ខ្លួនផែនទីនេះខកបញ្ច្រាស់ទាំងស្រុងទៅនឹងសារក្រមតុលាការអន្តរជាតិដែលមានន័យថាប្រាសាទព្រះវិហារស្ថិតនៅលើទឹកដីខ្មែរនិងដែនអធិបតេយ្យភាពរបស់កម្ពុជាព្រឹត្តិការណ៍យាជាតិនិងអន្តរជាតិចំពោះប្រាសាទព្រះវិហារមានផែនទីមួយចំណងជើងថាគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀមបានបោះពុម្ពនៅទីក្រុងប៉ារីនិងបានប្រគល់ជូនដល់រដ្ឋាភិបាលសៀមនិងផ្ដល់ជូនរាល់សមាជិកមកពីប្រទេសសៀមដែលស្ថិតនៅក្នុងគណៈកម្មការចម្រុះខាងកំណត់ព្រំដែននៅឆ្នាំ1908ដែលនៅក្នុងផែនទីនេះខ្សែបន្ទាត់កាត់តាមខាងលើប្រាសាទមានចម្ងាយប្រហែល500ម៉ែត្រប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីប្រទេសកម្ពុជាយ៉ាងច្បាស់ហើយបន្ទាប់មកសៀមមិនដែលយករឿងប្រាសាទព្រះវិហារមកចោទជាបញ្ហាម្ដងណាឡើយនៅឆ្នាំ1925និងឆ្នាំ1926បារាំងនិងសៀមបានរៀបចំដែនដីនិងនៅពេលនោះក៏ពុំមានបញ្ហាចោទអំពីជួរភ្នំដងរែកឡើយជារឿងអកុសលណាស់ដែលជាង30ឆ្នាំក្រោយពីសៀមបានដកថយជាលើកចុងក្រោយនោះប្រាសាទព្រះវិហារព្រមទាំងទឹកដីខាងលើនិងប្រយ៉ាប់តរបស់យន្តមានបញ្ហាជាមួយសៀមម្ដងទៀតអនុសញ្ញាបារាំងសៀមនៅថ្ងៃទី9ខែឧសភាឆ្នាំ1941ត្រូវបានចុះហត្ថលេខានៅទីក្រុងតូក្យូតាមអន្តរាគមន៍នៃប្រទេសជប៉ុនដែលបានទម្រួយឲ្យមានយុទ្ធសន្តិភាពដើម្បីបញ្ឈប់ការប្រទុសរាយដែលប្រទេសសៀមបានប្រព្រឹត្តប្រឆាំងនឹងកម្ពុជាពោលគឺប្រឆាំងនឹងបារាំងនៅដើមសង្គ្រាមលោកលើកទី1តាមអនុសញ្ញានេះប្រទេសកម្ពុជាបានបាត់បង់ខេត្តបាត់ដំបងខេត្តកំពង់ធំមួយភាគខេត្តសៀមរាបនិងខេត្តស្ទឹងត្រែងប៉ុន្តែជាសំណាងល្អ5ឆ្នាំក្រោយមកមានកិច្ចព្រមព្រៀងបារាំងសៀមនៅថ្ងៃទី17ខែវិច្ឆិកាឆ្នាំ1946នៅទីក្រុង Washington បានរំលាយចោលនៅអនុសញ្ញាចុះហត្ថលេខានៅថ្ងៃទី9ខែឧសភាឆ្នាំ1941ដូច្នេះថៃត្រូវប្រគល់ទឹកដីខ្មែរដែលខ្លួនបានកាន់កាប់ចាប់ពីឆ្នាំ1941ដល់ឆ្នាំ1949នោះឲ្យខ្មែរវិញព្រះរាជបន្ទូលសម្ដេចព្រះនរោត្តមសីហនុព្រះរាជបន្ទូលសម្ដេចព្រះនរោត្តមសីហនុគំនូព្រះរាជពិធីបង្ហោះទង់ជាតិខ្មែរនៅប្រាសាទព្រះវិហារ5មករាដល់1963ពួកថៃជាចុងក្រោយបានដកថយពីប្រាសាទព្រះវិហារបន្ទាប់ពីកុហកភូតផលជាច្រើនរួចនិងលេបិចកដែលគេប្រើមិនទាន់អស់កាលការដកថយនេះមិនបានបញ្ឈប់ប្រទេសថៃឲ្យធ្វើខ្លួនជាអ្នកចាំងដុល្លារតែប្រទេសថៃនៅបន្តការពង្រីកដែនដីពោលគឺគេបានគូសផែនទីថ្មីដោយរំលោភចូលមកប្រាសាទព្រះវិហារជាពិសេសទៅទៀតពួកថៃបានរាលួបន្ទឡានិងសង់បន្ទាយយោធានិងតម្រួតនៅកន្លែងមួយចំនួនចូលជ្រៅក្នុងទឹកដីកម្ពុជាការធ្វើបែបនេះគឺជាការបំពានសាលក្រមតុលាការអន្តរជាតិលិខិតក្រសួងការបរទេសកម្ពុជាជូនទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដកនៅថ្ងៃទី23ខែមេសាដកស្រង់ព្រះរាជសន្ទរកថាសម្ដេចសីហនុដែលបានថ្លែងក្នុងពិធីបង្ហោះទង់ជាតិខ្មែរនៅប្រាសាទព្រះវិហារតម្លៃនៃប្រាសាទការសិក្សាស្រាវជ្រាវប្រៀបធៀបប្រដូចចម្លឹករចនាបថសិល្បៈខ្មែរដើម្បីស្វែងយល់ស្គាល់អំពីការវិវត្តរបស់វប្បធម៌ខ្មែរនិងអរិយធម៌ខ្មែរអាចជាកត្តាមួយដើម្បីធ្វើឲ្យយល់មាន20ក្រៃលែងចំពោះការពិតប្រាកដចំណេះដឹងដ៏ខ្ពង់ខ្ពស់និងភាពឧស្សាហ៍ព្យាយាមតស៊ូរបស់ដូនតាយើង
ប្រាសាទព្រះវិហារមិនគ្រាន់តែជាមុភ័យของផ្នែកសិល្បៈវប្បធម៌ទេប្រាសាទព្រះវិហារជាមុភ័យដ៏ធំធេងឧត្តមរបស់ខ្មែរនៅវិស័យទ្រឹស្ដីគំនិតបញ្ញាញាណនយោបាយសេដ្ឋកិច្ចកសិកម្មយោធាគ្រប់គ្រងនិងប្រវត្តិសាស្ត្រប្រាសាទព្រះវិហារជាសក្ខីភាពនៃមហាអំណាចរបស់ខ្មែរជាសក្ខីភាពនៃការគ្រប់គ្រងនយោបាយដ៏ល្អប្រសើរមួយដែលមានទ្រឹស្ដីពិតប្រាកដនិយមមានចក្ខុវិស័យល្អខ្ពង់ខ្ពស់ចេះកសាងចារតាមផ្លូវល្អប្រសើរប្រតិយុគនិយមនិងជាសក្ខីភាពនៃសេចក្តីអង្អែលក្លាហានពូកែរបស់ខ្មែរចេះបន្តវេនគ្នាឲ្យមានជីរភាពកត្តានេះហើយធ្វើឲ្យប្រទេសខ្មែរមានទឹកដីដ៏ធំទូលាយក្លាយជាអាណាចក្រមួយយ៉ាងធំនៃអាស៊ីអាគ្នេយ៍